ឲ្យត្រូវធ្វើយ៉ាងណាគឺតាំងណាក្រហូលីបេះបងចេញទៅមកត្រឹងថាចប់តែចិត្តមិនដែលឈុំរិនស្នេហ៍លើសលប់ស្នេហ៍បងកើនឡើងទ្វេចង់នៅក្បែរគ្នាមួយជីវិតបានទេថាវាណាស្នេហ៍ឲ្យស្គាល់តែក្តីសង្សារមិនដែលគិតពីបងថាបងមានឬក៏ក្របងត្រូវក្រោកឈរប្រឹងប្រែងតស៊ូដើម្បីអូអរគុណការលះបង់ដែលបងផ្ដល់ឲ្យរូបអូនសូមប្រមីស្ងួនកុំទៅណាឆ្ងាយពីអូនក៏ឈឺពេលណាបាត់បង់បងអូនក៏យំពេលណាឃ្លៀតពីស្អីអូនសែនខ្លាចខ្លាចឃ្លៀតពីប្រថ្លៃតួគ្មានអ្វីក៏អូនស្នេហ៍តែបងអូនក៏ឈឺពេលណាបាត់បង់បងអូនក៏យំពេលណាឃ្លៀតពីស្អីអូនសែនខ្លាចខ្លាចឃ្លៀតពីប្រថ្លៃតួគ្មានអ្វីក៏អូនស្នេហ៍តែបងតួគ្មានអ្វីក៏អូនស្នេហ៍តែបងសួរពូមីង វាសួរឈ្មោះអីដែរក្មួយ ខ្ញុំឈ្មោះចម្រើនណានិតអាយុ12ឆ្នាំខ្ញុំរៀនថ្នាក់ទី6ក អូថ្នាក់ទី6កហើយអ្នកណាគេបង្ហាត់ក្មួយច្រៀងដែរ មានប៉ាមានម៉ាក់ហើយណាមួយខ្ញុំចេះច្រៀងខ្លួនឯងដែរ ចេះច្រៀងខ្លួនឯងទៀតហើយប៉ាម៉ាក់គាត់ជាអ្នកចម្រៀងឬមួយក៏អ្នកធ្វើការធម្មតា ប៉ាម៉ាក់ខ្ញុំគាត់អ្នកធ្វើការធម្មតា អញ្ចឹងប៉ុន្តែគាត់ចេះច្រៀងបង្ហាត់ក្មួយបានខ្លះៗណោះ ចា៎ ប៉ុន្តែសំខាន់បំផុតគឺក្មួយមានភាពឆ្លាតវៃចេះហាត់រៀនខ្លួនឯងបានល្អប៉ុណ្ណឹងណានេះនិយាយទៅសម្លេងក្មួយគឺក្អួនកៅមានភាពមានលំនឹងចាហើយនឹងចេះប្រើតិចនិចកលុកកលាក់ចេះប្រើសម្លេងខ្មោចលើកដាក់លើកចុះលើកឡើងគឺថា perfect តែម្ដង អរគុណ ចាហើយសំខាន់បំផុតគឺមានភាពស្រទន់ច្រៀងទៅគឺមានតួអង្គនៅក្នុងបទចម្រៀងនឹងធ្វើឲ្យអ្នកស្ដាប់ទាំងអស់មានមនោចេតនាចូលទូទៅតាមបទចម្រៀងរបស់ក្មួយបកស្រាយបាញ់មិញ ចាមីងអរគុណ ដានីចាច្រៀងមានកម្លាំងល្អមែនតើការច្រៀងធម្មតានៅពេលដែលយើងភ័យផងយើងមានអារម្មណ៍រំភើបជាមួយនឹងការគ្រប់គ្រងរបស់បងប្អូនផងហើយជាលើកដំបូងក្នុងការឡើងឆាកត្រូវវាមានអារម្មណ៍ប្រែប្រួលច្រើនអញ្ចឹងដានីអាចរក្សាលំនឹងសម្លេងខ្លួនឯងបានជាពិសេសគឺនៅកន្លែងសម្លេងខ្មោច ចាមីង វារៀងលំបាកប៉ុន្តែក្មួយអាចធ្វើបានមីងសូមសរសើរនៅក្នុងពេលនេះទៅធ្វើឲ្យពួកយើងសម្រេចចិត្តក្នុងការគូប៊ូតុងអញ្ចឹងថ្ងៃនេះដានីទទួលបានភាពជោគជ័យមួយផ្នែកទៀតហើយដើម្បីបន្តទៅវគ្គបន្តទៀតអញ្ចឹងអាស្រ័យលើដានីក្នុងការជ្រើសរើសជាមួយនឹងការរួមដំណើរជាមួយនឹងខូចមួយរូបណាដើម្បីឲ្យអាចធ្វើឲ្យយើងមានការរីកចម្រើនបន្តទៀតណាចា ដានីស្អាតមែនតើអូខេដានីដឹងទេថាកម្មវិធី The Voice Kids អ្នកដែលឡើងទៅវគ្គផ្ដាច់ព្រាត់មានប្រមាណអ្នកដែរក្នុងខូចនីមួយៗអូខេពូនឹងបញ្ជាក់គឺមានតែ2អ្នកគត់សម្រាប់ខូចកញ្ញាខូចឌីសាក៏ដូចជាពូកំពុងតែសម្លឹងឃើញថាក្នុងចំណោម2អ្នកនោះអ្នកដែលអាចឡើងទៅវគ្គផ្ដាច់ព្រាត់បាននៅក្នុងនោះគឺមានឈ្មោះដានីមួយដែរប៉ុន្តែតើតាដានីចូលមកក្នុងធីមរបស់ពូណាដឹងតែជាប់ហ្មងដោយសារអ្វីដែលមីងកញ្ញាមីងនីសាគាត់ឲ្យមកហ្នឹងពូគិតថាវាជារឿងល្អមួយទេប៉ុន្តែសម្រាប់ពូវាជាអាវុធថ្មីមួយទៀតពូទុកឲ្យតែដានីម្នាក់គត់អូខេ និយាយទៅខ្ញុំស្រឡាញ់ទាំង3ប៉ុន្តែកម្មវិធីឲ្យរើតែមួយ ក្មួយមិនប្រាប់ក៏ពូដឹងដែរ អ
អូខេឥឡូវនេះជាពេលវេលាដែលដានីតត្រូវធ្វើការសម្រេចចិត្តថាតើជ្រើសរើសយកខូចមួយរូបណានៅពេលនេះមីងកញ្ញា អរគុណណាស់នីនស្វាគមន៍មកកាន់ធីមកញ្ញាយេ អូខេពូសណូអរគុណច្រើនដែលពូបានជួយឲ្យយោបល់មកក្មួយ អរគុណច្រើនដែលពូជួយឲ្យយោបល់មកក្មួយ ចាតែក្មួយនឹងប្រឹងប្រែងជាមួយនឹងមីងកញ្ញាណា ចា អូខេនេះកាដូជំរាបលាពូផងជំរាបលាពូផង ជំរាបលាពូ ចាជំរាបលាមីងបាច់ចុះហើយមីងបាច់ចុះហើយ មីង ចាអរគុណមួយសម្រាប់ចិត្តតាមបេះដូងណាអរគុណ ចេអរគុណដានីត